រដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថាប្រជាពលរដ្ឋជាង 20,000 នាក់និងកុមារប្រមាណ 6,000 នាក់នៅតែរស់នៅក្នុងស្ថានភាពភៀសសឹកបើទោះបីមានបទឈប់បាញ់រវាងកម្ពុជានិងថៃក៏ដោយខណៈការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងសាលារៀនរបស់ពួកគេនៅតែប្រឈមនឹងឧបសគ្គលោកណេតភេត្រាបានសរសេរនៅលើ Facebook របស់លោកនៅថ្ងៃនេះដោយលើកឡើងថាក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប្រមាណ 65,000 នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារចំនួននៅតាមព្រំដែនក្នុងឆ្នាំ 2025 នៅមានប្រជាពលរដ្ឋប្រមាណ 20,000 នាក់ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេបានលោកបាននិយាយថាក្នុងចំណោមអ្នកដែលនៅតែភៀសសឹកមានកុមារប្រមាណ 6,000 នាក់ដែលមិនអាចត្រឡប់ទៅសាលារៀននិងជីវភាពធម្មតារបស់ពួកគេវិញបានហើយតំបន់មួយចំនួននៅក្នុងខេត្តព្រះវិហារបន្ទាយមានជ័យឧត្តរមានជ័យនិងពោធិ៍សាត់នៅតែបង្កការព្រួយបារម្ភអំពីសុវត្ថិភាពនិងការវិលត្រឡប់របស់ប្រជាពលរដ្ឋលោកណេតភេត្រាបន្ថែមថាក្រោយបទឈប់បាញ់ពលរដ្ឋស៊ីវិលគួរតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយសុវត្ថិភាពស្ម័គ្រចិត្តនិងសេចក្តីថ្លៃថ្នូរប៉ុន្តែជាក់ស្ដែងភូមិដែលពួកគេបានរស់នៅអស់ជាច្រើនចំនួនត្រូវបានហុំព័ទ្ធដោយលូសបន្លានិងទូកុងតឺន័រផ្លូវចេញចូលទៅរាំងខ្ទប់ហើយផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញសាលារៀនវត្តអារាមមណ្ឌលសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏រងការខូចខាតនិងបំផ្លិចបំផ្លាញផងដែរលោកបានសង្កត់ធ្ងន់ថាបញ្ហានេះមិនមែនជាបញ្ហាព្រំដែនតែមួយមុខទេប៉ុន្តែជាបញ្ហាមនុស្សធម៌និងសិទ្ធិមនុស្សដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិតើបទឈប់បាញ់មានន័យអ្វីបើកុមារ 6,000 នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀនតើសន្តិភាពមានន័យអ្វីបើប្រជាពលរដ្ឋជាង 20,000 នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះលោកណេតភេត្រាបន្ថែមថាការខ្វែងគំនិតគ្នាអំពីព្រំដែនមិនអាចជាលេសសម្រាប់ការរារាំងពលរដ្ឋស៊ីវិលមិនឲ្យត្រឡប់ទៅផ្ទះរបស់ខ្លួនបានទេការកំណត់ខ្សែបន្ទាត់ព្រំដែនគឺជាបញ្ហាដែលកម្ពុជានិងថៃត្រូវដោះស្រាយដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិនិងយន្តការដែលភាគីទាំងពីរបានឯកភាពប៉ុន្តែជោគវាសនារបស់ជនស៊ីវិលមិនអាចត្រូវបានយកធ្វើជាចំណុចខ្មាំងនៃវិវាទព្រំដែនបានឡើយលោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចុះទៅមជ្ឈមណ្ឌលស្នាក់នៅបណ្ដោះអាសន្ននៅខេត្តបន្ទាយមានជ័យនិងតំបន់រងផលប៉ះពាល់នៅជិតព្រំដែនក្នុងអំឡុងទស្សនកិច្ចរយៈពេល11ថ្ងៃនៅកម្ពុជាលោកបាននិយាយថាលោកបានឃើញដោយផ្ទាល់ពីផលប៉ះពាល់មនុស្សធម៌ចំពោះប្រជាពលរដ្ឋដែលបានបាត់បង់ផ្ទះសម្បែងការងារនិងជីវភាពរស់នៅលោកបានអំពាវនាវឲ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពលោកបញ្ជាក់ថាតាមច្បាប់អន្តរជាតិពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញជុំវិញបញ្ហានេះអង្គការលីកាដូបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនបានឲ្យដឹងថារូបភាពកាយរណបដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Apple Map កាលពីខែមីនាឆ្នាំ 2026 បង្ហាញយ៉ាងច្បាស់ថាកងកម្លាំងយោធាថៃបានឈូសបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងហោចណាស់ 627 ខ្នងនៅក្នុងភូមិជោគជ័យតំបន់បឹងត្រកួននិងភូមិព្រៃច័ន្ទដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរកាលពីខែធ្នូឆ្នាំ 2025